សូមជម្រាបសួរបងប្អូនដែលស្រឡាញ់រុក្ខជាតិជាពិសេសបងប្អូនដែលនិយមដាំប្រភេទផ្កាកេសរកោឬហៅថាអ័រគីដេថ្ងៃនេះសួនយើងសូមបង្ហាញជូននៅកេសរកោមួយប្រភេទដែលមានឈ្មោះថាកេសរកោប្រាសាទទេវតាកេសរកោប្រាសាទទេវតាមានដុះនៅតាមតំបន់ប្រជុំកោះអាន់ដាម៉ាប្រទេសលាវវៀតណាមកម្ពុជាថៃកោះស៊ូម៉ាត្រានិងប្រទេសម៉ាឡេស៊ីកេសរកោប្រាសាទទេវតាជាបិណ្ឌសិផាឬហៅថាកេសរកោដីជាកេសរកោដែលដុះលើដីនៅតំបន់វាលទំនាបនិងតំបន់ព្រៃស្រោងជួនកាលគេក៏ប្រទះឃើញកេសរកោប្រភេទនេះដុះនៅលើថ្មផងដែរដើមរបស់វាមានរាងបំពង់លូតឡើងលើខ្លីខុបឬទាលសន្តានដោយប្រាសាទមានប្រវែងប្រហែល5ទៅ10សង់ទីម៉ែត្រដើមមានសន្តានដូចមើមសម្បកពណ៌ខៀវដូចស្លឹកសាច់ដើមពេលបកចេញមកមានជាតិរំអិលដោយប្រទាលកន្ទុយក្រពើដែរស្លឹកមានរាងចើមស្រួចផ្ទៃស្លឹកច្រើនមានពណ៌បៃតងស្រាលលាយពណ៌ទឹកប្រាក់តិចៗគល់ស្លឹកលូតចេញពីតួដើមដោយស្រទាប់បញ្ឆោតដែរនៅរដូវប្រាំងកេសរកោប្រភេទនេះចាប់ផ្ដើមកោរស្លឹកចោលដើម្បីរក្សាប្រូតេអ៊ីនទុកចិញ្ចឹមតួដើមរបស់វានិងរងចាំដល់ពេលរដូវវស្សាដើម្បីលូតលាស់ឡើងវិញជាថ្មីម្ដងទៀតនៅពេលដែលជ្រុះស្លឹកអស់កេសរកោនេះនៅតែដើមដែលមានរាងដូចជាប្រាសាទទើបត្រូវបានគេឲ្យឈ្មោះថាកេសរកោប្រាសាទទេវតាបែបនេះផ្ការិចច្រើនដងក្នុងមួយឆ្នាំពិសេសច្រើនចេញនៅខែ3ខែ4តើងផ្កាមានប្រវែងប្រហែល15ទៅ20សង់ទីម៉ែត្រក្នុងមួយតើងមានផ្កាចន្លោះពី10ទៅ15ផ្កាមានរូបរាងផ្នែកខាងលើដូចជាត្រីសូលនៅលើកំពូលប្រាសាទកម្រាលកេសរមានពណ៌សនិងមានសរសៃពណ៌បៃតងរត់ពាសលើផ្ទៃកម្រាលកេសរទាំងមូលនៅប្រទេសកម្ពុជាយើងកេសរកោប្រភេទនេះត្រូវបានប្រជាជនយើងមួយចំនួនយកមកប្រើប្រាស់សម្រាប់ជាឱសថបុរាណនិងជាអាហារផងដែរនៅភាគខាងជើងខេត្តសៀមរាបប្រជាជនតំបន់នោះគេច្រើនយកដើមកេសរកោប្រភេទនេះមកអាំងនឹងភ្លើងហើយបរិភោគជាមួយទឹកត្រីកាលគ្រាស្រុកខ្មែរយើងមានសង្គ្រាមចំណែកសាច់ដើមខ្ចីយើងអាចយកមកបុកលាបរបួសបានសម្រាប់ករណីរលាកភ្លើងនិងលាបមុខសម្រាប់ព្យាបាលមុននៅលើមុខនិងជួយព្យាបាលជំងឺសើស្បែកមួយចំនួនផងដែរឯកសារដែលបានរៀបរាប់ក្នុងវីដេអូនេះគឺមានប្រភពចេញពីសៀវភៅបណ្ឌសិផកូលដែលអត្ថបទទាំងអស់នេះរក្សាសិទ្ធិដោយលោកសុកវិជាចំពោះបងប្អូនដែលមានតម្រូវការនៅប្រភេទកេសរកោប្រាសាទទេវតាអាចតាក់ទងមកកាន់សួនយើងបានមានលក់ដុំនិងលក់រាយក្នុងតម្លៃសមរម្យហើយមានផ្ញើជូនគ្រប់ខេត្តក្រុងទំនាក់ទំនងតាមរយៈ page សួនយើងឬក៏លេខទូរស័ព្ទដែលមាននៅក្នុងវីដេអូនេះសូមអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមដល់ចប់សង្ឃឹមជួបគ្នាជាមួយនឹងវីដេអូក្រោយៗទៀតសូមគោរពលា